ទិញឡាន GSC GF8 ឥឡូវនេះចំណេញបាន$4000ភ្លាមៗបងប្អូនអូខេអញ្ចឹងសម្រាប់បងដែលចង់បាន SUV 7កៅអីប៉និតលក្ខណៈគ្រួសារណាឥឡូវនេះក្រុមហ៊ុន GSC Cambodia កំពុងតែមាន promotion ពិសេសទៅលើ GSC GF8 ស៊េរីឆ្នាំ2026ជាមួយនឹងតម្លៃពិសេសមែនទែនបងប្អូន$36,500មានការធានាចេញពីក្នុងផ្លូវការ5ឆ្នាំឬក៏150,000គីឡូម៉ែត្រហើយបន្ថែមពីលើហ្នឹងគឺការផ្ដល់ជូនពិសេសកាត់សាំង$4000ណោះបាទអញ្ចឹងចំនួននេះមានកំណត់ដែរបងប្អូនបើទិញឲ្យហើយអញ្ចឹង GSC GF8 នេះគឺជា SUV ប៉និតលក្ខណៈគ្រួសារ7កៅអីដែលមានការ design រូបរាងផ្នែកខាងក្រៅដែលយើងមើលមកគឺស្រស់ស្អាតលេចធ្លោហើយបែប luxury ណាដែលអ្នកប្រើគឺតែងតែសរសើរបាទតែងតែស្រឡាញ់ទៅលើការ design រូបរាងផ្នែកខាងក្រៅរបស់ GF8 មួយនេះជាពិសេសនោះគឺប៉ាណាមុខក៏ដូចជាសនំជាគាមុខរបស់វាផងដែរយើងមើលមកគឺ luxury ខ្លាំងមែនទែនហើយមួយទៀតនោះ GSC គឺជា brand រថយន្តចិនមួយដែលផ្ដល់ឲ្យនៅទំនុកចិត្តខ្ពស់ភាពធន់ផងដែរដោយសារតែ GSC មានប្រវត្តិនៅក្នុងការផលិតគ្រឿងឲ្យក្រុមហ៊ុនរថយន្តជប៉ុនយក្សធំៗដូចជា Toyota និង Honda ជាដើមអញ្ចឹងពាក់ព័ន្ធជាមួយនឹងទំនុកចិត្តអីហ្នឹងគឺផ្ដល់ឲ្យខ្លាំងមែនទែនហើយដែលពិសេសនោះគឺអ្នកប្រើតែងតែសរសើរទៅលើភាពធន់របស់ GSC ផងដែរអញ្ចឹងបងប្អូនចាយលុយត្រឹមខ្ទង់$30,000បងនឹងទទួលបាន SUV លក្ខណៈគ្រួសារ7កៅអីប៉និតហើយដែលសំខាន់នោះគឺ performance ម៉ាស៊ីនជាន់ស្ទុះល្អដោយសារតែប្រើម៉ាស៊ីនធំបាទ 2.0 ហើយកម្លាំងគឺពេញហ្មងហើយបូករួមជាមួយនឹងប្រអប់លេខដែលចូលលេខបាន smooth ទៀតអញ្ចឹងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃគឺផ្ដល់ភាពងាយស្រួលច្រើនមែនទែនថ្មីបើមានតម្លៃពិសេសមែនតាមតែខ្ទង់$30,000ជាងតែ GSC GF8 ស៊េរីឆ្នាំ2026នេះគឺបំពាក់ option មកទំនើបច្រើនខ្លាំងមែនទែនជាក់ស្ដែងមកមានបំពាក់ជាមួយនឹងដៃចង្កូត Electronic កុងទ័រ Digital ទំហំ 10.1 អ៊ីងអេក្រង់កំសាន្តផ្នែកកណ្ដាលនេះគឺ 14.6 អ៊ីងមាន Apple CarPlay និង Android Auto មាន Wireless Charge មានមុខងារបញ្ជាប្រឆេះពីចម្ងាយប្រព័ន្ធកាមេរ៉ា360 degree មើលឃើញមកជុំឡានហើយមើលឃើញខាងក្រោមបាតឡានទៀតដំបូលកញ្ចក់ធំដែលយើងអាចបើក sunroof បានហើយបន្ថែមពីហ្នឹងក៏មានកាមេរ៉ាដែលអាច record បានមកជុំវិញឡានផងដែរអញ្ចឹងបើយើងនិយាយពីមុខងារសុវត្ថិភាពនិងមុខងារ ADAS ជំនួយទៅលើការបើកបរវិញក៏មានច្រើនដែរក្រៅពីប្រព័ន្ធប្រាំង ABS EBD BA ប្រព័ន្ធទប់លំនឹងវាក៏មានជាមួយនឹងមុខងារចាប់ប្រាំងអូតូមានជាមួយនឹងមុខងារ Adaptive Cruise Control មានចាប់ប្រឡងផ្លូវមានមុខងារចាប់ស្លាកសញ្ញាចរាចរណ៍មានមុខងារចាប់ឧបសគ្គនៅផ្នែកខាងក្រោយក៏ដូចជាមាន sensor មកជុំឡានផងដែរអញ្ចឹងនិយាយទៅមុខងារសំខាន់ដែលយើងត្រូវការសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃហ្នឹងគឺវាមានអស់ហើយអញ្ចឹង GSC GF8 នេះគឺជាប្រភេទ full size SUV ដែលពេញសាច់បឹបតែម្ដងបងប្អូនអញ្ចឹង space ខាងក្នុងគឺធំទូលាយមិនថាកៅអីជួរទី1កៅអីជួរទី2និងកៅអីជួរទី3ហើយដែលសំខាន់នោះកៅអីជួរទី3របស់វាមិនមែនសម្រាប់តែកូនក្មេងទេមនុស្សធំក៏អាចអង្គុយបានយ៉ាងទូលាយដែរដូចបងប្អូនឃើញយើងបាទគឺ space ធំទូលាយល្អមែនទែនផ្នែកខាងក្រោយនេះក៏មានជាមួយនឹងរុនម៉ាស៊ីនត្រជាក់រុនសាកថ្មមានកន្លែងដាក់ដៃកន្លែងដាក់កែវទឹកហើយដែលសំខាន់កៅអីខាងក្រោយនេះគឺយើងអាចកាច់ផ្ដេកបានទៀតអញ្ចឹងសម្រាប់ការបើកបរទៅលើផ្លូវឆ្ងាយបងប្អូនកាន់តែទទួលបានកម្រិតផាសុខភាពខ្ពស់តែម្ដងអញ្ចឹងសម្រាប់ GSC GF8 មួយនេះគឺវាមានបំពាក់ជាមួយនឹងម៉ាស៊ីនសាំង Channel 2.0 លីត្រ Turbo ទំហំ4ស៊ីឡាំងដែលវាអាចបង្កើតកម្លាំងបាន252 PS ហើយកម្លាំងរមុលគឺ400 Nm ដែលកម្លាំងគឺពេញបឹបតែម្ដងបងប្អូនជាន់បានណាបូករួមជាមួយនឹងប្រអប់លេខ8វគ្គអូតូចូលលេខបាន smooth ល្អអញ្ចឹងបងដែលចង់បាន SUV 7កៅអីលក្ខណៈគ្រួសារដែលអាចផ្ដល់ឲ្យនៅ performance ខ្លាំងជាន់បានបូករួមជាមួយនឹង Sport Mode បាទមាន Drive Mode ច្រើនទៀតអាចពិចារណាជាមួយនឹង GF8 មួយនេះបានអញ្ចឹងក្នុងកញ្ចប់លុយ$30,000នេះបងទទួលបាន SUV លក្ខណៈគ្រួសារ7កៅអីដែលជាប្រភេទ full size ហើយមាន performance ខ្លាំងហើយសំចៃ option ទំនើបច្រើនបូករួមជាមួយនឹង option សុវត្ថិភាពច្រើនផងដែរហើយដែលសំខាន់នោះគឺទទួលបាន brand GSC ដែលអតិថិជនតែងតែសរសើរថា GSC គឺផ្ដល់ទំនុកចិត្តខ្ពស់ជិះធន់ល្អទៀតបាទអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងទៅកាន់ក្រុមហ៊ុន GSC Cambodia ដើម្បីទៅមើលឡានដោយផ្ទាល់ទៅបើកបរសាកល្បងដោយផ្ទាល់បានឬក៏បងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅលើអេក្រង់នេះផងដែរអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត